កត្តាពាណិជ្ជកម្មដែលយើងឃើញថាប្រទេសយើងពឹងផ្អែកទៅលើការដកចេញជាច្រើនដែលទាមទារឲ្យយើងត្រូវពង្រឹងនិងពិនិត្យវាយតម្លៃឡើងវិញព្រោះកត្តាពាណិជ្ជកម្មសេដ្ឋកិច្ចពិភពលោកនេះគឺងាយផុយស្រួយដែលអាដាមលោកជំទាវបានឃើញហើយមិនមែនតែកម្ពុជាទេប្រទេសជាច្រើនណាស់ឥឡូវកំពុងតែព្រួយបារម្ភអំពីការប្រែប្រួលភ្លាមនៃគោលនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាណាដាមិចស៊ីកូមុនគេដែលប៉ះផ្ទាល់ជាមួយចិនថាអាចព្យាករមុនព្រោះធ្លាប់មានរឿងហ្នឹងពីមុនទៅហើយប៉ុន្តែកាណាដាហើយមិចស៊ីកូដែលទទួលនៅការដាក់ tariff ឬមួយអីនេះគឺជាការវិញឥឡូវអឺរ៉ុបទៅមុខទៀតអាចអាស៊ីប្រទេសផ្សេងទៀតអញ្ចឹងការបត់បែនបែបនេះយើងអាចថាជាការងារថ្មីមួយសម្រាប់យើងប៉ុន្តែមិនមែនជាការងារថ្មីសុទ្ធសម្រាប់ពិភពលោកនោះទេហើយក៏មិនអាចថាជាលើកចុងក្រោយដែលអាចកើតនោះទេចឹងហើយទាមទារឲ្យយើងនឹងក្នុងការពិនិត្យវាយតម្លៃអំពីរចនាសម្ព័ន្ធផលិតកម្មរបស់យើងដែលរាជរដ្ឋាភិបាលកំពុងតែធ្វើកិច្ចការងារនេះធ្វើយ៉ាងណាដើម្បីទាញនៅក្នុងការផលិតឲ្យបានច្រើននៅក្នុងស្រុកជាពិសេសធាតុផ្គុំឲ្យបានច្រើនហើយនៅក្នុងន័យនេះខ្ញុំសូមលើកទឹកចិត្តឲ្យវិស័យឯកជនរបស់យើងតាក់ទាញដៃគូមកវិនិយោគក្នុងការផលិតខ្សែចង្វាក់នៃផលិតកម្មឧទាហរណ៍យើងផលិតកៅអៅនាំចេញកន្លងទៅយើងយកកណាត់ចលក់ពីក្រៅយើងយកអីមកទាំងអស់ពីក្រៅឥឡូវយើងលើកទឹកចិត្តឲ្យមានការវិនិយោគផលិតកណាត់ឬមួយក៏មានធ្វើអីនៅក្នុងយើងដែលថ្ងៃមុនមានក្រុមហ៊ុនមួយចំនួនកំពុងធ្វើនេះផលិតស្បែកជើងពីមុនសំបីតែជ័រកៅក៏យើងយកមកពីក្រៅឥឡូវយើងលើកទឹកចិត្តឲ្យក្រុមហ៊ុនផលិតជ័រកៅផលិតអីផ្សេងធាតុបង្គំនៅខាងក្នុងហើយនេះគឺជាគោលដៅមួយដែលរាជរដ្ឋាភិបាលត្រៀមដើម្បីរៀបចំគោលនយោបាយលើកទឹកចិត្តពិសេសអញ្ចឹងវិស័យឯកជនយើងបើសិនជាដៃគូដែលមានការចាប់អារម្មណ៍នៅក្នុងការផលិតធាតុបង្គំនៅក្នុងស្រុកយើងសូមតាក់ទាញមកដើម្បីធ្វើយ៉ាងណាទៅថ្ងៃក្រោយជាជាងនាំផលិតផលពីក្រៅ 100% យកមកផ្គុំហើយនាំចេញយើងអាចកាត់បន្ថយការនាំចូលពីក្រៅផលិតក្នុងស្រុក 20-30-40% នេះហើយគឺជាការបង្កើននិងការរៀបចំនៅខ្សែចង្វាក់ផលិតកម្មរបស់យើងការគិតគូរដើម្បីត្រៀមខ្លួនដើម្បីកែសម្រួលនៅខ្សែចង្វាក់ផលិតកម្មរបស់យើងធានានៅការប្រែប្រួលនៅស្ថានភាពពាណិជ្ជកម្មលើពិភពលោកទៅថ្ងៃក្រោយដើម្បីយើងទប់កុំឲ្យមានភាពបែបនេះព្រោះជាងកាលយើងយកតែបង្គំពីប្រទេសតែមួយមកឬមួយក៏កន្លែងណាមួយពេលខ្លះរឿងកើតនៅប្រទេសមួយគឺពិបាកខ្ញុំចាំកាលឆ្នាំ2000ប្រហែលខ្ញុំកំងឡានFortuner ពីជប៉ុនកាលនោះគេនាំពីជប៉ុនតែផលិតអត់ចេញដោយសារនៅថៃលិចហើយគ្រឿងបង្គំមួយចំនួនរបស់ Fortuner ហ្នឹងគឺផលិតនៅថៃដល់វាគាំងអានេះផលិតមិនចេញអានោះក៏អត់ចេញនាំចេញក៏អត់រួចសម្រាប់យើងការត្រៀមរៀបចំនៅខ្សែចង្វាក់ផលិតកម្មរបស់យើងទី2ការវិនិយោគទៅលើការទាញនៅផលិតផលបន្ថែមតម្លៃបន្ថែមនៅក្នុងខ្សែចង្វាក់ឧទាហរណ៍ស្វាយចន្ទទីកន្លងទៅយើងលើកទឹកចិត្តនៅការនាំចេញឆៅឥឡូវមានក្រុមហ៊ុនខ្លះយកផលិតជាស្វាយចន្ទទីកំពុងនាំចេញហើយប៉ុន្តែស្វាយចន្ទទីមួយមុខមិនមែនផលិតតែគ្រាប់ស្វាយចន្ទទីនាំចេញនោះទេគឺផលិតមួយដើមស្វាយចន្ទទីនេះគេធ្វើបានច្រើនណាស់សបកវាផ្លែវាគេយកគៀបធ្វើអីគេយកអញ្ចឹងការវិនិយោគពាក់ព័ន្ធទៅនោះក៏យើងលើកទឹកចិត្តដែរអញ្ចឹងបើសិនជាមានអ្នកវិនិយោគនៅក្នុងការវិនិយោគទាញផលតម្លៃបន្ថែមក៏ជាគោលដៅដែលរាជរដ្ឋាភិបាលពងដាក់ដើម្បីលើកទឹកចិត្តបន្ថែមយើងរៀបចំជា ecosystem នៃស្វាយចន្ទទីឥឡូវនេះនៅកំពុងគោលនយោបាយហើយរៀបចំជាគម្រោងសម្រាប់វិនិយោគចេញនៅក្នុងការរៀបចំជាសួនឧស្សាហកម្មមួយហើយខ្សែចង្វាក់ផលិតកម្មរបស់យើងនៅក្នុងខេត្តដែលនឹងចេញដំណើរការនៅឆ្នាំ2025ទេដើម្បីធ្វើយ៉ាងណាឲ្យបង្រួមឲ្យនៅកន្លែងនោះយើងនឹងលើកទឹកចិត្តឲ្យការវិនិយោគខ្សែចង្វាក់ផលិតកម្មនេះទាំងការទៅនៅក្នុងបណ្ដុំនៃតំបន់ឧស្សាហកម្មហើយយើងកំណត់តែប៉ុណ្ណោះជាជាងបន្តិចនៅនេះបន្តិចទៅនោះធ្វើឲ្យពិបាកព្រោះចង្កាលតែតិចច្រើនពេកវាអត់ធំអញ្ចឹងវិនិយោគខ្លះមិនចាំបាច់ច្រើនទេបាទផលិតផលខ្លះ
ការវិនិយោគដំណាក់កាលនៃផលិតកម្មខ្លះអត់ចាំបាច់ច្រើនទេព្រោះទីផ្សារយើងតូចការនាំចេញហើយផលិតផលស្វាយចន្ទីយើងប្រមាណ40,000 ហិកតាត្រូវការឧទាហរណ៍រោងចក្រផលិត biomass ពីស្វាយចន្ទីត្រូវការតែ3-4ប៉ុណ្ណឹងអញ្ចឹងយើងកំណត់ដើម្បីយើងផ្ដល់យោបល់ទៅវិស័យឯកជនហើយដាក់នៅកន្លែងសួនឧស្សាហកម្មដែលយើងរដ្ឋអាចជួយគ្រប់គ្រងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនេះគឺជាគោលនយោបាយនៅក្នុងការតាក់ទាញដើម្បីយើងជំរុញនៅតម្លៃផលិតកម្មរបស់យើងនៅតាមវិស័យមួយៗអញ្ចឹងនៅក្នុងន័យនេះខ្ញុំសូមជំរាបជូនថាសម្រាប់ការវិនិយោគប្រភេទនៃវិនិយោគទៅលើការផលិតនៃខ្សែចង្វាក់ផលិតកម្មផលិតផលនៅក្នុងការផ្គត់ផ្គង់ដល់ខ្សែចង្វាក់ផលិតកម្មគឺជាការលើកទឹកចិត្តរបស់យើងបាទព្រោះចង្ការវិស័យកាត់ដេរគេច្រើនហើយទៅធ្វើអីទៀតវិស័យកាត់ដេរគេអាចសួរថាតើចាំបាច់ធ្វើវិស័យកាត់ដេរអត់អានឹងក៏បានប៉ុន្តែនៅក្នុងវិស័យកាត់ដេរចុះបើផលិតធាតុផ្សំឬវត្ថុធាតុដើមនៃវិស័យកាត់ដេរដែលផ្គត់ផ្គង់រោងចក្រកាត់ដេរដែលយើងនៅខ្វះខាតយកចិត្តទុកដាក់កន្លែងនេះដែលយើងចង់លើកទឹកចិត្តបាទស្វាយចន្ទីគេធ្វើឲ្យមានអ្នកប្រមូលទិញផងមានច្រើនហើយនាំចេញចុះនៅខ្វះអ្នកដែលទិញកាកទិញអីយកទៅចម្រាញ់ធ្វើអីទៅការអ្នកនេះហើយគឺជាការគិតគូរនៅក្នុងខ្សែចង្វាក់ហើយរដ្ឋាភិបាលនឹងលើកទឹកចិត្តទៅដល់ការវិនិយោគបែបនេះបាទអញ្ចឹងសម្រាប់វិស័យឯកជនដែលថ្ងៃនេះគឺខ្ញុំបានជួបនៅក្នុងការថ្លែងអំណរគុណនិងការកោតសរសើររបស់សមាគមអង្គការកម្ពុជាដែលបានដើរតួនាទីសំខាន់នៅក្នុងការជំរុញនិងលើកកម្ពស់សមត្ថភាពនៃវិស័យឯកជនរបស់យើងបាទដែលចូលរួមចំណែកក្នុងការលើកកម្ពស់និងជំរុញការវិវត្តប្រទេសរបស់យើងកិច្ចការដែលរដ្ឋាភិបាលត្រូវបន្តជួយយើងបង្កើតគំនិតយើងរួមគ្នាគិតនិងធ្វើតទៅទៀតអ្វីដែលយើងឃើញចន្លោះប្រហោងសូមជួយគិតសូមជួយបង្កើនប្រសិទ្ធភាពព្រោះយើងប្រកួតប្រជែងគឺចាំបាច់ត្រូវធានានៅប្រសិទ្ធភាពឲ្យកាន់តែខ្ពស់តាមរយៈការធ្វើនវានុវត្តន៍និងការទាញយកវិធីសាស្ត្រថ្មីៗក៏ដូចជាបច្ចេកវិទ្យាថ្មីៗបែបនេះគឺជាវិធីសាស្ត្រតែមួយគត់ដែលអាចឲ្យកម្ពុជាយើងធានាប្រកួតប្រជែងជាមួយប្រទេសផ្សេងបានជាពិសេសពេលដែលយើងចូលទៅក្នុងដំណាក់កាលនៃបច្ចេកវិទ្យា AI នៅខាងមុខនេះបាទដែលឱកាសនៅក្នុងការតាក់ទាញរបស់យើងត្រូវបន្តតទៅទៀត